ព្រឹត្តិការណ៍សំខាន់នាសប្តាហ៍ទី2នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ការយកចិត្តទុកដាក់ជាសកលគឺផ្ដោតលើចំនួនដែលកំពុងនឹងកើនឡើងយ៉ាងឆាប់រហ័សរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទី2របស់ខ្លួនហើយនិងកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយខ្ញុំបាទពុំសិង្ហហេងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងប្រិយមិត្តដែលបានតាមដាននិងទស្សនាថ្ងៃនេះខ្ញុំសូមនិយាយអំពីព្រឹត្តិការណ៍សំខាន់នាសប្តាហ៍ទី2នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់យោងតាមរបាយការណ៍ថ្មីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ Al Jazeera សង្គ្រាមបានបណ្ដាលឲ្យអ្នកស្លាប់និងរបួសយ៉ាងច្រើនអ្នករួចទៅហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលដកស្រង់ដោយសារព័ត៌មានទូទាំងពិភពលោករាយការណ៍ថាមនុស្សជាង 1300 នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីជម្លោះបានចាប់ផ្ដើមខណៈដែលការស្លាប់និងរបួសជាច្រើនក៏កំពុងតែត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសអ៊ីស្រាអែលនិងក្នុងចំណោមកងកម្លាំងសហរដ្ឋអាមេរិកដែលឈរជើងនៅក្នុងតំបន់ប្រទេសអ៊ីរ៉ង់នៅថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2026នេះបានតែងតាំងលោកមូតាបាខាមីណេឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ថ្មីជំនួសឪពុករបស់លោកគឺលោកអាលីខាមីណេដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់ខណៈសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់បានធ្វើឲ្យប្រេងហក់ឡើងខ្ពស់ជាង$100ក្នុង1បារ៉ែលនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកមុតតាបាដែលជាអាចារ្យម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរកងកម្លាំងសន្តិសុខនិងបណ្ដាញធុរកិច្ចដ៏ធំនៅក្រោមការដឹកនាំរបស់ឪពុករបស់លោកដែលត្រូវបានស្ថាប័នក្រុមអាចារ្យមានសមាជិកចំនួន88នាក់ដែលគេស្គាល់ថាជាសភានៃក្រុមអ្នកជំនាញបោះឆ្នោតជ្រើសតាំងជាអ្នកបន្តវេនពីលោកអាលីខាមីណេតាមរយៈការសម្រេចចិត្តចុងក្រោយនៃសភាក្រុមអ្នកជំនាញបានតែងតាំងអាយ៉ាតូឡាស៊ីយ៉េតមុតតាបាហូសេនីខាមីណេជាមេដឹកនាំទី3នៃប្រព័ន្ធដ៏ពិសិដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ការប្រកល់តំណែងជាមេដឹកនាំកម្ពុជាអ៊ីរ៉ង់ទៅឲ្យលោកមុតតាបាមានន័យថាលោកជាអ្នកសម្រេចរាល់កិច្ចការតូចធំទាំងអស់របស់អ៊ីរ៉ង់សេតវិមានមិនទាន់បានបញ្ចេញប្រតិកម្មនោះទេប៉ុន្តែការតែងតាំងរបស់លោកមុតតាបាត្រូវបានរំពឹងថានឹងធ្វើឲ្យលោកប្រធានាធិបតីអាមេរិក Donald Trump ខឹងសម្បាបន្ទាប់ពីលោកផ្ទាល់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថាទីក្រុង Washington គួរតែមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ប្រសិនបើមេដឹកនាំអ៊ីរ៉ង់ថ្មីមិនទទួលបានការគាំទ្រពីពួកយើងនោះទេនោះរូបលោកមិនអាចកាន់កាប់តំណែងបានយូរនោះឡើយនេះជាការលើកឡើងរបស់លោក Trump នៅក្នុងសម្ភាសន៍ជាមួយសារព័ត៌មាន ABC News អ៊ីស្រាអែលក៏ធ្លាប់បានគំរាមផងដែរនឹងតាមកំទេចមិនថានរណានោះទេឲ្យតែជាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គូបញ្ជាក់ផងដែរថាឪពុករបស់លោកមុតតាបាគឺជាមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាលីខាមីណេត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីសប្តាហ៍មុនក្រៅពីនោះបើយោងតាម The Guardian រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថាការសម្រេចចិត្តណាមួយទាក់ទងនឹងការបញ្ចប់ជម្លោះនឹងត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែលក្រមមន្ត្រីបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសម្ព័ន្ធមិត្តទាំងពីរខណៈដែលពួកគេកំណត់ជំហានយុទ្ធសាស្ត្របន្ទាប់របស់ពួកគេនៅក្នុងតំបន់ទន្ទឹមនឹងនោះចំនួនកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោករួចទៅហើយតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងដោយសារតែការភ័យខ្លាចនៃការរំខាននៃច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកប្រេងមួយដ៏សំខាន់បំផុតរបស់ពិភពលោកសម្រាប់ការផ្គត់ផ្គង់ថាមពលអ្នកវិភាគបានប្រមានថាការកើនឡើងនៃតម្លៃប្រេងអាចជាអតិផរណានឹងកំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងយឺតប្រសិនបើចំនួននៅតែបន្តអ្នកជំនាញផ្នែកសន្តិសុខក៏បានប្រមានផងដែរថាស្ថានភាពអាចកើនឡើងជាបន្ថែមទៀតប្រសិនបើប្រទេសនៅមជ្ឈមបូព៌ាបានចូលរួមរដ្ឋាភិបាលជាច្រើនបានបង្កើនការត្រៀមលក្ខណៈយោធានិងវិធានការជំនះជនស៊ីវិលនៅក្នុងតំបន់ដោយសារភាពតានតឹងនៅតែមានកម្រិតខ្ពស់បំផុតអង្គការមនុស្សធម៌ក៏កំពុងតែសម្ដែងការព្រួយបារម្ភអំពីឥទ្ធិពលនៃសង្គ្រាមមកលើជនស៊ីវិលផងដែររបាយការណ៍បានបង្ហាញថាទីតាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងសាលារៀននិងបរិក្ខារពេទ្យត្រូវបានខូចខាតក្នុងកំឡុងពេលប្រយុទ្ធក្រុមអ្នកជំនួយអន្តរជាតិកំពុងអំពាវនាវឲ្យមានការការពារកាន់តែច្រើននៃតំបន់ស៊ីវិលនិងជំនួយមនុស្សធម៌ជាបន្ទាន់រហូតមកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីកាត់បន្ថយភាពតានតឹងនៅតែមិនប្រកបប្រជាជំនួសរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកឥឡូវនេះត្រូវបានគេចាត់ទុកថាជាការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងមជ្ឈមបូព៌ាប៉ុន្មានឆ្នាំថ្មីនេះជាមួយនឹងផលវិបាកដែលអាចកើនឡើងចំពោះសន្តិសុខពិភពលោកទីផ្សារថាមពលនិងការទូតអន្តរជាតិ
Vinnews Cambodia នឹងបន្តតាមដានរឿងនេះហើយនឹងនាំមកជូនលោកអ្នកនៅព័ត៌មានថ្មីៗដែលបានទៀងទាត់ចុងក្រោយសម្រាប់ពេលនេះខ្ញុំបាទពុំសៀងហេងរាយការណ៍ជូន Vinnews Cambodia សូមអរគុណសម្រាប់ការទស្សនា